ព្រឹកមិញនោះគឺដើរផ្សារទៅឃើញស្តៅល្អពេកបងប្អូនណាមួយស្តៅខែនេះវាចាប់ដាំសម្បូរទិញម្ដងហើយបងប្អូនហើយណាមួយតម្លៃវាក៏រៀងធូរថ្លៃជាងមុនដែរហើយណាមួយដែលសារតែខ្ញុំខានញ៉ាំយូរដែលសារតែមួយរយៈមុនគឺខ្ញុំទៅសៃខ្ចីខ្ញុំមិនទាន់ហ៊ានញ៉ាំតែឥឡូវនេះគឺថាបដិញ្ញាញ៉ាំហើយបងប្អូនហើយថ្ងៃនេះគឺមានជំនួយការពិសេសគឺអ្នកម្ដាយខ្ញុំគឺគាត់មកជួយកាត់កពឹសព្រោះថាស្ដៅមកនេះគឺខ្ញុំធ្វើមានសាច់មាន់ផងហើយនៅកពឹសលាយគ្នាអញ្ចឹងណាបងប្អូនហើយចំពោះសណ្តែកបដោវិញគឺតែ500ឯងបងប្អូនណានិយាយពីការធ្វើឲ្យបានឡើងមកកគុកអញ្ចឹងមកមើលវិធីធ្វើទាំងអស់គ្នាអញ្ចឹងជាដំបូងគឺខ្ញុំមកដាក់ស្ងោរសាច់ទ្រូងមាន់ណាបងប្អូនពោះសាច់ទ្រូងមាន់នេះគឺសេះសល់ពីការធ្វើបបររបស់កូនខ្ញុំនឹងឯងបន្តមកទៀតនេះគឺយើងមកឈូសស្ពៃក្តៅពណ៌ស្វាយហើយនឹងតសក់បើសិនជាបងប្អូនចង់ដាក់បន្លែបន្ថែមទៀតក៏បានដែរណាតែខ្ញុំមានតែប្រហែលមុខនឹងឯងបងប្អូនហើយនេះគឺជាសាច់មាន់ដែលខ្ញុំបានស្ងោរហើយគឺខ្ញុំយកមកហែកអញ្ចឹងណាបងប្អូនបន្តមកទៀតនេះគឺយើងមកស្រោះស្ដៅខ្ញុំស្ដៅរបស់ខ្ញុំនេះគឺត្រូវការឲ្យបន្លែគឺឆ្អិនទាំងអស់និយាយចំគឺតម្រូវលើកលែងតែតសក់មួយមុខទេបងប្អូនគឺអត់យើងអត់ស្រោះទេបន្ទាប់ពីបានស្រោះស្ដៅស្រោះអីឆ្អិនហើយគឺយើងមកដាក់ត្រាំតកកដើម្បីឲ្យវាស្រោះហ៎បងប្អូនតែកាលណាយើងស្រោចទៅវាសម្លាប់មេរោគហើយបងប្អូនហើយបន្តមកទៀតហ្នឹងស្ពៃក្តាប់ស្វាយហ្នឹងក៏ខ្ញុំស្រោចដែរនិយាយចំស្រោះមកឆ្អិនទាំងអស់តែម្ដងបន្តមកទៀតគឺយើងស្រោចកពឹសស្រោចអីមកហើយកពឹសហ្នឹងគឺមហាឆ្អាបើសិនជាយើងធ្វើទាំងឆៅក៏ខ្ញុំអត់កើតដែរបងប្អូនហើយជំហានបន្ទាប់ដល់វគ្គមកច្បូតស្ដៅរបស់យើងហើយបងប្អូនស្ដៅដែលខ្ញុំស្រស់មិញហ្នឹងគឺយើងច្បូតមកអស់មកព្រោះថាស្ដៅគឺច្រើនដែរបងប្អូននេះគឺជាបន្លែត្រីសាច់សំទោបងប្អូនអត់មានត្រីទេគឺមានតែសាច់មាន់ដែលខ្ញុំបានធ្វើរួចរាល់ហើយឥឡូវនេះយើងចាប់តាមមកផ្សំគ្រឿងយើងដាក់បន្លែដែលខ្ញុំស្រស់ហើយហ្នឹងគឺដាក់ចូលមកក្នុងចានកឋិនមកអស់មកមិនថាសាច់មិនថាកពឹសមិនថាអីទេយើងដាក់ចូលច្បល់ទាំងអស់មកបន្តមកទៀតនេះគឺយើងដាក់ខ្ទឹមដែលខ្ញុំក៏ច្រាំមិញហ្នឹងហើយកុំភ្លេចលួចទឹកប្រហុកបន្តិចផងចំពោះស្ករគឺខ្ញុំប្រើ5 ស្ព្រាកាហ្វេបងប្អូនមកល្មមឆ្ងាញ់តែម្ដងបន្ទាប់មកទៀតគឺអំបិលហើយនិងប៊ីចេងបន្ទាប់មកទៀតហ្នឹងគឺអំបិលទុំយើងនឹងឯងបងប្អូនយើងដាក់5 6គ្រាប់មកជំនាញបន្ទាប់ហ្នឹងគឺម្រេចខ្ញុំស្ដៅខ្ញុំមកមុខនេះបងប្អូនអត់ដែរចោលម្រេចទេបងប្អូនហើយបើសិនជាអត់មានម្រេចទេគឺយើងដាក់ជាម្ទេសស្រស់យើងក៏បានដែរតែខ្ញុំអត់ចូលចិត្តបងប្អូនគឺបើសិនជាខ្វះម្រេចគឺអត់ឆ្ងាញ់បងប្អូនមើលមិនដឹងជាទម្លាប់របស់ខ្ញុំឬមួយក៏មិនទេណាបងប្អូនតែបើសិនជាបងប្អូនចង់ដាក់ឬមិនដាក់តាមការចូលចិត្តរបស់បងប្អូនឥឡូវញោមស្ដៅរបស់ខ្ញុំដែលខ្ញុំបានញោមញីរួចគឺរួចរាល់ហើយយើងគ្រាន់តែបន្ថែមជីគ្រប់មុខពីក្រៅទៀតមកគឺបានហើយបងប្អូនប៉ុណ្ណឹងគឺញ៉ាំបានហើយកុំភ្លេចភ្លក់ផងប្រៃផ្អែមសាបអីហ្នឹងបន្ថែមបន្ថយតាមគ្រឿងតាមការចូលចិត្តរបស់ខ្ញុំអញ្ចឹងណាហើយបើសម្រាប់ខ្ញុំគឺប៉ុណ្ណឹងគឺឆ្ងាញ់ហើយបងប្អូនចាឥឡូវដល់វគ្គដែលយើងដួសដាក់ចានណាព្រោះថាញោមស្ដៅបើសិនជាយើងអត់ពាក់ស្រោមដៃទេក៏អត់មានអនាម័យដែរបងប្អូនណាចឹងវិធីធ្វើញោមស្ដៅរបស់ខ្ញុំក៏មានតែប៉ុណ្្នឹងទេកុំភ្លេចចូល follow page របស់ខ្ញុំហើយនិង subscribe YouTube channel របស់ខ្ញុំម្នាក់មួយផងដែរដើម្បីទទួលបាននូវវីដេអូថ្មីជារៀងរាល់ថ្ងៃផងដែរហើយក៏អរគុណច្រើនសម្រាប់បងប្អូនដែលតាមដានវីដេអូរបស់ខ្ញុំកន្លងមក